ស្វាគមន៍ប្រិយមិត្តមកកាន់ថ្នាក់រៀនភាសាអង់គ្លេសសម្រាប់សិស្សខ្មែរជាថ្នាក់រៀនដើម្បីជួយលោកអ្នកឲ្យចេះភាសាអង់គ្លេស Computer និងមុខជំនាញផ្សេងទៀត How do you do, all friends and students? How are you? Welcome to the English class for Khmer student again with me, Kim Pitch. We didn't meet each other about 2 weeks because I came back in Cambodia and there was a big problem, a big sadness in my family, because my sister was dead. បាទអញ្ចឹងរយៈពេលយើងបែកគ្នាប្រហែលជា2សប្តាហ៍ដែលខ្ញុំបានត្រឡប់មកខ្មែរវិញហើយក៏បងអូនស្រីរបស់ខ្ញុំបានស្លាប់អញ្ចឹងធ្វើឲ្យមានការយឺតយ៉ាវនៅក្នុងការធ្វើមេរៀនទោះបីយ៉ាងណាក៏ដោយសូមលោកអ្នកប្រឹងប្រែងបន្តទៀតជាមួយនឹងខ្ញុំហើយខ្ញុំនៅតែផ្ដល់ទំនុកចិត្តហើយខ្ញុំនឹងនៅតែមានបំណងដើម្បីជួយចែករំលែកនូវចំណេះដឹងរបស់ខ្ញុំដែលខ្ញុំមានជូនប្រិយមិត្តបន្តទៀតជារហូតគឺខ្ញុំគិតថាខ្ញុំនឹងមិនចាក់ចោលពីអស់លោកអ្នកបងប្អូនប្រិយមិត្តដែលត្រូវការចំណេះនោះឡើយគឺខ្ញុំនៅតែជាទីពឹងពាក់នៅតែជាទីដែលបងប្អូនត្រូវការដដែលបាទអញ្ចឹងថ្ងៃនេះសូមត្រៀមដើម្បីនឹងយើងបន្តមេរៀនជាដំបូងសូមត្រៀមឆ្លើយជាភាសាខ្មែរនៅពេលដែលខ្ញុំថាជាឃ្លាអង់គ្លេសតើលោកអ្នកត្រៀមខ្លួនហើយឬនៅបើលោកអ្នកមិនទាន់បានត្រៀមខ្លួនដូចជាងូតទឹកឲ្យបានត្រជាក់ខ្លួនហើយត្រៀមប៊ិចសៀវភៅសូមលោកអ្នកផ្អាកបន្តិចសិនហើយសូមធ្វើការសម្អិតសម្អាងខ្លួនឲ្យបានត្រជាក់ខ្លួនបន្តិចហើយត្រៀមប៊ិចសៀវភៅដើម្បីកត់ត្រាបាទសូមចាប់ផ្ដើម Please translate from English to Khmer. Hi, my name's Chanta. Hi, my name's Chanta. សួស្តីខ្ញុំឈ្មោះ Chanta ឬក៏សួស្តីឈ្មោះរបស់ខ្ញុំគឺ Chanta. I'm Cambodian. I'm Cambodian. ខ្ញុំជាជនជាតិខ្មែរឬក៏ជនជាតិកម្ពុជា I live in Battambang province. I live in Battambang province. ខ្ញុំរស់នៅខេត្តបាត់ដំបង I'm a farmer. I'm a farmer. ខ្ញុំជាកសិករម្នាក់ Every day I take care my cows in the field behind the village. Every day I take care my cows in the field behind the village. រៀងរាល់ថ្ងៃខ្ញុំមើលថែគោរបស់ខ្ញុំនៅឯវាល in the field នៅក្នុងវាលឬក៏នៅឯវាល behind the village ខាងក្រោយភូមិបន្តទៀត I'm happy to know all of you as my friends. I'm happy to know all of you as my friends. ខ្ញុំរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាជាមិត្តរបស់ខ្ញុំ If you want to contact me, please send message or call to. If you want to contact me, please send message or call to. បើអ្នកចង់ទំនាក់ទំនងមកខ្ញុំសូមផ្ញើសារឬក៏ហៅទូរស័ព្ទទៅបាទ call to នឹងហៅឬក៏បាទហៅទូរស័ព្ទអញ្ចឹងនេះគ្រាន់តែជា clear ដើម្បីឲ្យលោកអ្នករៀនបកប្រែពីអង់គ្លេសមកខ្មែរដើម្បីឲ្យលោកអ្នកស្ដាប់ណាស្ដាប់ជាអង់គ្លេសបកប្រែឲ្យលឿនមកជាភាសាខ្មែរខុសឬត្រូវគឺមិនបញ្ហាទេធ្វើម៉េចឲ្យបានលឿនអញ្ចឹងណាបាទ
ក្នុងមេរៀននៅថ្ងៃនេះយើងនឹងរៀនអំពីកិរិយាសព្ទមួយដែលមានឈ្មោះថា to have សូមអាន have បាទ verb គឺថ្មិញលើមកផ្អឹបនឹងបបោមាត់ក្រោមថ្មិញលើចុងថ្មិញមុខហ្នឹងថ្មិញមុខខាងលើផ្អឹបនឹងបបោមាត់ក្រោមហើយយើងបញ្ចេញសំឡេង verb to have តែមិនអោយលឺ verb ខ្លាំងគ្រាន់តែ have មកបូកនឹង verb កន្លែងហ្នឹង have to have ប្រែថាមានគឺមានជារបៀបកម្មសិទ្ធិមិនមែនដូចជា there is ឬក៏ there are ដែលប្រែថាមានដែរប៉ុន្តែវាមិនមែនជាកម្មសិទ្ធិទេវាគឺប្រាប់អំពីវត្ថុឬក៏របស់អីផ្សេងៗដែលមាននៅទីនោះដែលយើងឃើញស្រាប់ហើយប៉ុន្តែ to have គឺមានជាកម្មសិទ្ធិបាទហើយក្នុងមេរៀននេះយើងនឹងរៀនអំពីសព្វនាមមិនច្បាស់ផងដែរហើយនឹងអត្ថបទមួយចំនួនដែលតាក់ទងដូច្នេះសូមលោកអ្នកត្រងត្រាប់ឲ្យបានលឿនពីព្រោះមេរៀនរៀងវែងអញ្ចឹងលោកអ្នកត្រូវតែខិតខំតាមឲ្យទាន់បាទកិរិយាសព្ទ to have នៅពេលដែលយើងប្រើជាមួយនឹងសព្វនាមប្រធាន I we you they គឺយើងប្រើ have ហើយនៅពេលដែលយើងប្រើជាមួយនឹងសព្វនាមប្រធានបរិស័ទទី3ឯកវចនៈ he she it គឺយើងប្រើ has យើងបំបែកទៅជា has អញ្ចឹងចងចាំគឺ I have we have you have they have ប្រែថាខ្ញុំមានយើងមានអ្នកមានពួកគេមានដល់ពេលយើងប្រើជាមួយ he she it គឺទៅជា he has she has it has ប្រែថាគាត់មាននាងមានហើយនឹងវាមានបាទដើម្បីបដិសេធយើងគ្រាន់តែដាក់ជំនួយ don't ពីមុខ have ដែលប្រែថាមិនឬក៏កុំជាការស្រេចនៅពេលដែលយើងប្រើនៅក្នុង clear don't ប្រែទៅជាបដិសេធថាមិននៅពេលដែលប្រើជាទម្រង់បញ្ជា don't ប្រែថាកុំអញ្ចឹង don't នៅទីនេះគឺប្រែថាមិន I don't have ខ្ញុំមិនមាន we don't have យើងមិនមាន you don't have អ្នកមិនមាន they don't have ពួកគេមិនមានបាទនៅពេលដែលយើងប្រើជាមួយ he she it យើងត្រូវដាក់ជំនួយអវិជ្ជមានជំនួយបដិសេធទៅជា doesn't he doesn't have she doesn't have it doesn't have គឺនៅពេលដែល doesn't បំបែកហើយកន្លែង have យើងអត់ដាក់ has ទៀតទេយើងដាក់ have ដដែលដោយសារកន្លែង doesn't ហ្នឹងគឺយើងមានកិរិយាជំនួយ doesn't ហ្នឹងរួចហើយដែលប្រែថា he doesn't have នាងគាត់មិនមាន she doesn't have នាងមិនមាន it doesn't have វាមិនមានបាទដើម្បីសួរគឺយើងត្រូវយកជំនួយ do មកជួយពីព្រោះ have នេះបើយើងយក have មកជួយខាងមុខដោយខ្លួនឯងមកប្រើខាងមុខដោយខ្លួនឯងវាទៅជាទម្រង់វេយ្យាករណ៍ផ្សេងនៅពេលដែលយើងប្រើទម្រង់ជាធម្មតាដែលប្រែថាមានដូច្នេះគឺយើងយក do មកជួយដែលប្រែថាតើតែប៉ុណ្ណោះណា do I have តើខ្ញុំមាន do we have តើយើងមាន do you have តើអ្នកមាន do they have តើពួកគេមានបាទហើយនៅពេលដែលយើងប្រើជាមួយ he she it គឺយើងយក does មកជួយនាំមុខសំណួរ does he have តើគាត់មាន does she have តើនាងមាន does it have តើវាមានបាទឧទាហរណ៍ how many children does she have how many children does she have how many ប្រែថាប៉ុន្មាន children កូន does she have តើនាងមានសរុបសេចក្តីទៅតើនាងមានកូនប៉ុន្មាននាក់ how many children does she have សម្រាប់វេយ្យាករណ៍នៅក្នុងមេរៀននេះគឺយើងរៀនអំពីសព្វនាមមិនច្បាស់ indefinite pronouns តើអ្វីជាសព្វនាមមិនច្បាស់សព្វនាមមិនច្បាស់គឺជាសព្វនាមសម្រាប់ជំនួសនាមដែលមិនមានចំនួនជាក់លាក់យើងដឹងហើយថាសព្វនាមគឺជាពាក្យសម្រាប់ជំនួសនាម
ដូចជាពាក្យខ្ញុំពាក្យយើងពាក្យគេពាក្យគាត់អីហ្នឹងគឺជាសព្វនាមគឺជំនួសឲ្យនាមឈ្មោះជំនួសឲ្យនាមមនុស្សអញ្ចឹងសព្វនាមមិនច្បាស់នេះវាជំនួសឲ្យនាមដែរនាមនោះមានលក្ខណៈជានាមដែលមិនមានចំនួនជាក់លាក់ឧទាហរណ៍ថាខ្ញុំស្គាល់មនុស្សខ្លះនៅទីក្រុងភ្នំពេញអញ្ចឹងពាក្យថាមនុស្សខ្លះគឺជាសព្វនាមមិនច្បាស់ពីព្រោះសព្វនាមនោះពាក្យនោះនិយាយអំពីចំនួនមែនតែមិនដឹងប្រមាណអ្នកនិយាយថាខ្លះប៉ុន្តែមិនបានដាក់ថា10នាក់15នាក់ឬក៏20នាក់ឲ្យដឹងថាច្បាស់ថាចំនួនហ្នឹងជាក់លាក់មកមិនដាក់ទេអញ្ចឹងគឺជាសព្វនាមមិនច្បាស់ហើយអញ្ចឹងសព្វនាមមិនច្បាស់សំដៅទៅលើនាម3ប្រភេទទី1ទីកន្លែងទី2មនុស្សហើយទី3វត្ថុបាទអញ្ចឹងគឺមានវត្ថុមានមនុស្សនិងទីកន្លែងបាទជាដំបូងយើងយល់អំពីគុណនាមជាមុនសិនពីព្រោះកាលណានាមដែលមានចំនួនជាក់លាក់នោះវាត្រូវតែភ្ជាប់ជាមួយនឹងគុណនាមជាមុនសិនពាក្យ some ប្រែថាខ្លះ any ប្រែថាខ្លះ no ប្រែថាគ្មាន every ប្រែថាគ្រប់ណាឬក៏រៀងរាល់ឬក៏គ្រប់អ្វីអញ្ចឹងពាក្យ some ប្រែថាខ្លះពាក្យ any ប្រែថាខ្លះគាត់ថាយើងដឹងហើយថា some ប្រយោគស្រប any ប្រយោគសួរនិងបដិសេធហេតុអីបានជាគុណនាមនេះគឺជាគុណនាមដែលមិនជាក់លាក់ពីព្រោះទាំង some ក្តីទាំង any ក្តីគឺវាប្រាប់ថាខ្លះប៉ុន្តែមិនដឹងប្រមាណទេខ្លះមែនឥឡូវនិយាយថា5 6ឬក៏10ឲ្យជាក់លាក់មកតែដល់និយាយថាខ្លះមិនដឹងប្រមាណមកកញ្ចប់នឹងថាខ្លះអត់ដឹងចំនួនជាក់លាក់ no អញ្ចឹងដែរពាក្យថា no ធម្មតាប្រែថាទេប៉ុន្តែបើជាចំនួនវិញថាគ្មានមែនយើងគិតថាគ្មានមើលទៅថាដូច0ណាប៉ុន្តែគេអត់សរសេរលេខ0ផងវាអាចថាក្នុងហ្នឹងដូចថាខ្ញុំគ្មានលុយទេវាអាចមាន100ឬក៏200រៀលប៉ុន្តែយើងនិយាយថាគ្មានអញ្ចឹងក្នុងពាក្យថាគ្មានក៏អាចមានតិចតួចឬក៏និយាយថាគ្មានមែនប៉ុន្តែអត់សរសេរលេខ0ផងអញ្ចឹងវាអត់ជាក់លាក់ទេបាទហើយ every ប្រែថាគ្រប់គ្នាឬក៏រៀងរាល់មិនថាគ្រប់គ្នាគ្រប់រូបគ្រប់អ្វីឬក៏រៀងរាល់អញ្ចឹងពាក្យហ្នឹងក៏មិនច្បាស់ដែរគ្រប់គ្នាឧទាហរណ៍ថាគ្រប់គ្នាវាអាចប្រហែលអ្នកឥឡូវគ្រប់គ្នាហ្នឹងវាមិនច្បាស់ថាគ្រប់ទាំងអស់វានៅតែបង្កប់ថាសពិចសពិលឥឡូវបើដាក់ថា100នាក់ឲ្យច្បាស់ថា100នាក់មកអាហ្នឹងបានច្បាស់អញ្ចឹងនេះជាគុណនាមមិនច្បាស់គុណនាមមិនជាក់លាក់អញ្ចឹងនៅពេលដែលគុណនាមទាំងនេះវាមិនជាក់លាក់វាចេញទៅជាភ្ជាប់ជាមួយនាមក៏មិនជាក់លាក់ហើយចេញទៅជាគុណនាមសំដៅចេញទៅជាសព្វនាមមិនច្បាស់ហ្នឹងក៏វាមិនជាក់លាក់ឥឡូវយើងមើលឧទាហរណ៍ចេញពី some ទៅជា something គឺចេញពីខ្លះទៅជារបស់ខ្លះចេញពី any ទៅជា anything របស់ខ្លះដែរប៉ុន្តែគាត់ថាប្រើក្នុងប្រយោគផ្សេងគ្នាចេញពី no ទៅជា nothing អានតាមខ្ញុំផង nothing ប្រែថាគ្មានអ្វីចេញពី every ទៅជា everything ពីគ្រប់ទៅជាគ្រប់បែបយ៉ាងណាចេញពីរបស់ឲ្យតែចេញ thing ចំណាំទៅឲ្យចេញ thing គឺនិយាយអំពីរបស់ហើយម្ដងទៀត something របស់ខ្លះ anything របស់ខ្លះ nothing គ្មានរបស់អីទេ everything គ្រប់របស់គ្រប់យ៉ាងអញ្ចឹងបាទនិយាយពីសំដៅទៅលើមនុស្សនេះជាពាក្យសព្វនាមមិនច្បាស់ទាំងអស់ហ្នឹងណាបាទអញ្ចឹងនិយាយពីមនុស្សម្ដង somebody មនុស្សខ្លះ anybody មនុស្សខ្លះ nobody គ្មានណា no ចេញមកថាគ្មានមនុស្សណាខ្លះទេគឺអត់ហ្មង everybody គ្រប់គ្នាបាទមួយទៀតអត្ថន័យដូចនឹង body ដែរប៉ុន្តែសង្កត់លើថាចំនួននោះវាអាចតិចជាងកំណត់ទៅលើពាក្យ one ប្រែថាម្នាក់ឬក៏មួយប៉ុន្តែមិនច្បាស់ថាមួយគត់ទេអាចលើសបន្តិចតួចក៏បានដែរមិនច្បាស់ថាមួយទេពីព្រោះថាជាសព្វនាមមិនច្បាស់
someone someone អ្នកណាម្នាក់ឬក៏អ្នកណាខ្លះក៏បានដែរបើឥឡូវថាអ្នកណាម្នាក់ចុះ someone អ្នកណាម្នាក់ anyone អ្នកណាម្នាក់ no one គ្មានអ្នកណាម្នាក់ទេ everyone គ្រប់គ្នាដូចជា everybody ដែរមួយទៀតនិយាយអំពីទីកន្លែង somewhere somewhere កន្លែងណាខ្លះ anywhere កន្លែងណាខ្លះ nowhere គ្មានកន្លែងណាខ្លះទេ everywhere គ្រប់ទីកន្លែងបាទអញ្ចឹងនេះហើយជាសព្វនាមមិនច្បាស់វាជំនួសនាមណានាមនោះហេតុអីបានមិនច្បាស់ពីព្រោះប្រើជាមួយគុណនាមដែលមិនមានចំនួនជាក់លាក់អញ្ចឹងវាទៅជានាមដែលមិនមានចំនួនជាក់លាក់ហើយសព្វនាមនោះក៏មិនជាក់លាក់ដែរដូចជាឥឡូវយើងអានម្ដងទៀត something anything nothing everything អញ្ចឹងណារបស់ខ្លះគ្មានរបស់អីទេគ្រប់របស់ទាំងអស់ somebody anybody nobody everybody អ្នកខ្លះគ្មានអ្នកណាខ្លះទេគ្រប់គ្នាអញ្ចឹង someone anyone no one everyone អត្ថន័យដូចខាងលើដែរ somewhere anywhere nowhere everywhere កន្លែងណាកន្លែងខ្លះគ្មានកន្លែងណាទេគ្រប់ទីកន្លែងបាទសូមអានពាក្យថ្មីនៅក្នុងមេរៀននេះតាមខ្ញុំ please read the new words after me actor ប្រែថាតួសម្ដែងប្រុសតួនៅក្នុងរឿងតួសម្ដែងក្នុងវីដេអូក្នុងអីហ្នឹងគឺ actor actress តួស្រី wood ប្រែថាឈើ woods wood ដែលអត់មាន s ប្រែថាឈើ woods ដែលមាន s ប្រែថាព្រៃព្រោះឈើច្រើនដូចជាព្រៃស្មើនឹងពាក្យ forest ប្រែថាព្រៃឈើដែរ cabin យើងដែលឮយើងអង្គុយក្នុងឡានណាថាទៅកាប៊ីនមុខពាក្យថាកាប៊ីនហ្នឹងមានន័យថាបន្ទប់តូចឬក៏ខ្ទមក៏បានដែរណា cabin បន្ទប់ឬក៏ខ្ទម married នេះជាពាក្យគុណនាមបើពាក្យកិរិយាសព្ទគឺ marry ដល់គុណនាមទៅជា married អញ្ចឹងយើងចំណាំថានៅពេលដែលយើងប្រើក្នុង clear យើងត្រូវមាន to be អញ្ចឹង single នេះប្រែថាបាទ married ប្រែថារៀបការហើយបើជាកិរិយាសព្ទប្រែថារៀបការ single ប្រែថានៅលីវជាគុណនាមដែរអញ្ចឹងកាលណាយើងប្រើក្នុង clear ត្រូវមានverb to be នៅពីមុខបើយើងនិយាយថាខ្ញុំនៅលីវយើងត្រូវនិយាយថា I am single គឺនៅមាន to be ជារូបមន្តដែលត្រូវភ្ជាប់ជាមួយនឹងគុណនាម nurse ប្រែថាកិលានុបដ្ឋាឬក៏កិលានុបដ្ឋាយិកាបើស្រីនេះកិលានុបដ្ឋាយិកា factory ប្រែថារោងចក្រ passport លិខិតឆ្លងដែន calculator កាស៊ីយ៉ូឬក៏ម៉ាស៊ីនគិតលេខសូមអានម្ដងទៀត actor actress woods forest cabin married single nurse factory passport calculator បាទឥឡូវយើងនឹងសិក្សាអត្ថបទរបស់យើងខ្លីៗសូមអានតាមខ្ញុំម្ដងមួយឃ្លាហើយក្នុងមួយឃ្លាអាន2ដងហើយយើងនឹងបកប្រែភ្លាមបាទសូមអានតាមខ្ញុំ read after me Hi there fans បាទសួស្ដីពាក្យ Hi there ស្មើនឹង Hi ដែរសួស្ដីគាត់ថា there ហ្នឹងវាថាលួនមាត់គេលន់មាត់ទេគាត់ថាហេសួស្ដីណា fans បាទធម្មតាប្រែថាផ្លិតឬក៏កង្ហាល់
ហើយមួយយ៉ាងទៀតនៃមួយយ៉ាងទៀតថាអ្នកគ្រប់គ្រងអញ្ចឹងកាលណាអ្នកគ្រប់គ្រងច្រើនគេមាន S អញ្ចឹងសួស្តីអ្នកគ្រប់គ្រងទាំងអស់គ្នាអត់មានពាក្យទាំងអស់គ្នាទេប៉ុន្តែដោយសារមាន S គឺប្រើពាក្យច្រើនណាសួស្តីអ្នកគ្រប់គ្រងទាំងអស់គ្នា My name's Angelina My name's Angelina ខ្ញុំឈ្មោះ Angelina I'm a famous actress a superstar I'm a famous actress a superstar មក famous យើងបានរៀនរួចហើយគឺប្រែថាល្បីឈ្មោះអញ្ចឹងខ្ញុំគឺជាមក actress តួឯកស្រីតួសម្ដែងស្រីដែលល្បីឈ្មោះម្នាក់ I'm a famous actress a superstar star ប្រែថាតារាបាទបើផ្កាយលើមេឃក៏ star ដែរប៉ុន្តែសម្រាប់តួសម្ដែងគឺគេនិយាយថាតារាហើយ super គឺពិសេសប្រសើរអញ្ចឹងa superstar គឺជាតារាពិសេសតារាឯកអីចឹងទៅណា superstar ជាតារាល្បីក៏បានដែរ I'm from Los Angeles I'm from Los Angeles ខ្ញុំមកពីរដ្ឋ Los Angeles I have an apartment in New York and a house in Hollywood ប៉ុណ្ណឹងសិនណាកុំឲ្យវែងពេក I have an apartment in New York and a house in Hollywood ខ្ញុំមានផ្ទះល្វែងមួយខ្នងនៅទីក្រុង New York និងផ្ទះមួយឬក៏ថាគេអដ្ឋានមួយនៅឯ Hollywood កន្លែងថតកុន Hollywood with a swimming pool and a tennis court with a swimming pool and a tennis court បាទ with ប្រែថាជាមួយមានន័យថាគេអដ្ឋានដែលនៅ Hollywood ហ្នឹងគឺមានមួយហើយជាមួយនឹងអាងហែលទឹកមួយនិងកន្លែងវាយធីនីសតារាងវាយធីនីសមួយអញ្ចឹងណាអញ្ចឹងផ្ទះគាត់មាន2គឺ apartment ផ្ទះល្វែងមួយនៅក្នុង New York ហើយនឹងគេអដ្ឋានមួយគឺ house មួយនៅ Hollywood ដែលមានអាងហែលទឹកនិងកន្លែងវាយធីនីស I have a new Rolls Royce I have a new Rolls Royce ខ្ញុំមានឡាន Rolls Royce ថ្មីមួយ and a lot of money in the bank and a lot of money in the bank បាទពាក្យ a lot of គឺប្រើសម្រាប់នាមរាប់បានក៏បាននាមរាប់មិនបានក៏បានគឺស្មើនឹង much មានន័យថាច្រើនតែ a lot of អាចប្រើទាំងពីរយ៉ាងអញ្ចឹងទាំងនាមរាប់បានមិនបានអញ្ចឹងបានគេប្រើ a lot of តែម្ដងបាទគាត់អាចនិយាយថា much money ក៏បានដែរដូចគ្នាអញ្ចឹងគាត់និយាយថាខ្ញុំមានឡាន Rolls Royce ថ្មីមួយគ្រឿងនិងលុយជាច្រើននៅក្នុងធនាគារបាទសូមអានម្ដងទៀតពីលើមកឲ្យរៀងលឿនជាងអំបញ្ញមិញ Hi there fans My name's Angelina I'm a famous actress a superstar I'm from Los Angeles I have an apartment in New York and a house in Hollywood with a swimming pool and a tennis court. I have a new Rolls Royce and a lot of money in the bank. បាទសូមអានបន្តទៀតតាមខ្ញុំយើងបញ្ចប់នៅអត្ថបទនិយាយពី Angelina I'm married and I have 3 wonderful children. I'm married and I have 3 wonderful children. បាទពាក្យ married អំបញ្ញមិញគឺគុណនាមណាតែមានន័យថាខ្ញុំរៀបការហើយសំដៅដែលរៀបការហើយដល់ពេលយើងភ្ជាប់ជាមួយ I បូកនឹង am មកពីព្រោះ married ជាគុណនាមត្រូវការ to be នៅពីមុខអញ្ចឹងគេអត់ប្រើ I married ទេគឺត្រូវមាន to be អញ្ចឹង I'm married តែខ្ញុំរៀបការហើយ and I have 3 wonderful children អញ្ចឹងhave គេប្រើក្នុង clear ខ្ញុំមានហើយខ្ញុំមាន 3 wonderful children យើងបកប្រែពី children មុនចំនួនគេដាក់មុខហើយ wonderful ក៏ជាគុណនាមគេដាក់មុខដែរពាក្យថា wonderful ប្រែថាអស្ចារ្យអញ្ចឹងអស្ចារ្យរបៀបថា
មានកូនកូនហ្នឹងដូចថាគួរឲ្យស្រឡាញ់ឆ្លាតអីចឹងទៅអញ្ចឹងគឺទៅជា wonderful អស្ចារ្យបាទមិនមែនថាអស្ចារ្យរបៀបថាมันគួរឲ្យជឿនោះទេ wonderful វាអស្ចារ្យថាដូចជាល្បីល្បាញ wonderful ឬក៏អស្ចារ្យទស្សនីយភាពបាទនៅពេលដែលយើងសិក្សាយូរទៅអង់គ្លេសយូរទៅបានដឹងថា wonderful ហ្នឹងលក្ខណៈយ៉ាងម៉េចវាអាចជាគុណភាពក៏បានដែរ wonderful I have 3 wonderful children ខ្ញុំមានកូនកូនអស្ចារ្យ3នាក់បាទកូនកូនដែលអស្ចារ្យសម្រាប់គាត់ហ្នឹងណាបាទ I have everything life's great I have everything life's great everything យើងរៀនមិញហើយគឺអ្វីគ្រប់យ៉ាង everything គឺជាគុណនាមសំដៅជាសព្វនាមមិនច្បាស់ជំនួសឲ្យនាមពាក្យថា everything មានន័យថាមានតាំងពីឡានមានតាំងពីផ្ទះមានតាំងពីកូនមានតាំងពីលុយអញ្ចឹង everything វាជំនួសវាជាសព្វនាមដែលជំនួសឲ្យនាមគាត់ថាវាអត់ច្បាស់មិនដឹងថាស្អីខ្លះគាត់ថារៀបរាប់ត្រួសអញ្ចឹងបានវាមិនជាក់លាក់គាត់ថាវាជាសព្វនាមមែនតែវាមិនជាក់លាក់ព្រោះគាត់និយាយថា I have everything ខ្ញុំមានអ្វីគ្រប់យ៉ាងហ្នឹងគាត់មិនបានប្រាប់ទាំងអស់នោះទេគាត់ប្រាប់តែ2 3ទេប៉ុន្តែគាត់និយាយថាគ្រប់យ៉ាងអញ្ចឹងវាជាសព្វនាមដែលមិនជាក់លាក់ទេគាត់តែយើងដឹងថាគ្រប់យ៉ាងវាច្រើនតែប៉ុណ្ណឹងទៅខ្ញុំមានអ្វីគ្រប់យ៉ាង life's great ពាក្យ great ក៏អស្ចារ្យដែរបាទអស្ចារ្យគួរឲ្យស្ញប់ស្ញែងអីចឹង great life's great ជីវិតគឺអស្ចារ្យគាត់យល់ខ្លួនឯងថាជីវិតគឺអស្ចារ្យដោយសារអីមានលុយមានឡានមានកូនមានផ្ទះអីចឹងគឺគាត់យល់ថាជីវិតគឺអស្ចារ្យ life's great ម្ដងទៀតអានពីលើមក I'm married and I have 3 wonderful children I have everything life's great បាទពាក្យអស្ចារ្យវាមានច្រើនសូមលោកអ្នកយកទៅមើលនៅក្នុង dictionary ខ្លួនឯងថែមទៀតក៏បានហើយនៅពេលមេរៀនក្រោយច្រើនទៅយើងរៀនជួបច្រើនទៅនឹងដឹងថាអស្ចារ្យលក្ខណៈយ៉ាងម៉េចយល់ថា wonderful យ៉ាងម៉េច fantastic យ៉ាងម៉េចបាទនៅពេលយើងក្រោយទៀតពេលនេះខ្ញុំបញ្យល់មិនអស់ទេគ្រាន់តែត្រួសយើងឃើញពីរមាន wonderful និង great បាទ great នេះអស្ចារ្យរបៀបថាស្ញប់ស្ញែង fantastic របៀបទស្សនីយភាព fantastic ល្អមើលឬក៏វាចម្លែកមែន fantastic គួរស្ញោចមែនមក wonderful ចានៅគុណភាព amazing ក៏ស្ញោចដែរ awesome រឹតតែមិនគួរឲ្យជឿទៀត fabulous ដូចជាមើលទៅកិច្ចការហ្នឹងវាពិបាកវាមិនណាធ្វើបានទេវា fabulous phenomenal តើតើទិដ្ឋភាពដែរអញ្ចឹងពាក្យអស្ចារ្យហ្នឹងវាមានច្រើនយ៉ាងថ្ងៃក្រោយទៀតយើងនឹងដឹងថាក្នុងមួយពាក្យហ្នឹងអត្ថន័យហ្នឹងគេចង់និយាយសំដៅទៅលើអស្ចារ្យរបៀបណាហើយប៉ុន្តែពេលនេះយើងគ្រាន់តែដឹងថាពាក្យអស្ចារ្យមានដូចជា wonderful អានតាមខ្ញុំ wonderful fantastic great amazing awesome fabulous phenomenal បាទឥឡូវនេះយើងចូលដល់អត្ថបទមួយទៀតបាញ់មិញយើងនិយាយអំពី Angelina ដែលគាត់ជាអ្នកមានគាត់មានឡានគាត់មានលុយហើយគាត់មានផ្ទះឥឡូវចូលដល់បុរសម្នាក់ទៀតតើគាត់មានឈ្មោះអ្វីហើយគាត់មានស្ថានភាពជីវិតរបស់គាត់នឹងបែបណាសូមអានតាមខ្ញុំ2 ដងហើយយើងបកប្រែ Hello my name's Mike Broke My name's Mike Broke សួស្តីឈ្មោះរបស់ខ្ញុំគឺ Mike Broke I'm from Alaska I'm from Alaska ខ្ញុំមកពីរដ្ឋ Alaska I have a small cabin in the woods I have a small cabin in the woods ខ្ញុំមានខ្ទមតូចមួយនៅក្នុងព្រៃបាទ cabin យើងរៀនអំបញ្ញមិញហើយគឺមានន័យថាខ្ទមឬក៏បន្ទប់ woods ដែលមាន s ប្រែថាព្រៃយើងអាចដាក់ថា forest ក៏បានដែរ I have a small cabin in the woods I don't have a car
I don't have a car ខ្ញុំមិនមានរថយន្តឬក៏មិនមានឡានទេ don't have គឺមិនមានយើងប្រើ don't ពីព្រោះប្រធានយើងប្រើ I ប្រធាន I we you they គឺយើងប្រើ don't បើសិនប្រធាន he she it គឺយើងប្រើ doesn't តែពេលនេះគឺប្រធានយើងប្រើ I don't have a car ខ្ញុំមិនមានរថយន្តទេនៅក្នុង clear នេះគេប្រើពាក្យ don't have តែមួយគឺវាក្តោបអត្ថន័យទាំងអស់គេអត់និយាយច្រើនដងដូចជា I don't have a car I don't have a TV I don't have a radio I don't have a phone គេមិននិយាយ don't have ច្រើនដងទេគេគ្រាន់តែនិយាយ don't have a car តែម្ដងហើយគ្រាន់តែក្បៀស a TV a radio or a phone នោះវាមានន័យថាមិនមានរថយន្តមិនមានទូរទស្សន៍មិនមានរ៉ាឌីយ៉ូមិនមានទូរស័ព្ទអញ្ចឹងវាក្តោបន័យថាមិនមានទាំងអស់បាទ or a phone or ប្រែថាឬ a phone ទូរស័ព្ទអញ្ចឹងគាត់អត់មានទាំងអស់ឡានក៏អត់មានទូរទស្សន៍ក៏អត់មានរ៉ាឌីយ៉ូទូរស័ព្ទអត់មានទាំងអស់គាត់រស់នៅក្នុងព្រៃបាទ I don't have a job I don't have a job ខ្ញុំមិនមានការងារទេ I don't have any money I don't have any money ខ្ញុំមិនមានលុយទេ any ប្រែថាខ្លះមានន័យថាលុយបន្តិចបន្តួចខ្លះហ្នឹងក៏អត់ដែរអញ្ចឹង any ប្រយោគបដិសេធឬក៏សួរពេលខ្លះក៏វាអាចដើរតួក្នុងប្រយោគស្របបានដែរនៅពេលដែលវាបកប្រែពីជំរើសមានន័យថាណាមួយណាឬក៏ណាក៏បាន I don't have any family I don't have any family ខ្ញុំមិនមានគ្រួសារទេ I don't have anything នេះគាត់សរុបសេចក្តីរបស់គាត់ណាគាត់ថាខ្ញុំគ្មានអ្វីគ្រប់យ៉ាងណាខ្ញុំគ្មានអីទាំងអស់ I don't have anything អញ្ចឹងប្រយោគបដិសេធគឺគាត់ប្រើ anything គាត់អត់និយាយថា I don't have something ទេណាអញ្ចឹងបដិសេធយើងចងចាំប្រយោគស្រប something ឬក៏ some ប្រយោគបដិសេធឬក៏សួរគឺ anything ឬក៏ any បាទ I don't have anything គាត់និយាយសរុបសេចក្តីរបស់គាត់ថាផ្ទះក៏អត់ឡានក៏អត់ទូរទស្សន៍ក៏អត់រថយន្តក៏អត់ទូរស័ព្ទក៏អត់ការងារក៏អត់លុយក៏អត់គ្រួសារក៏អត់នៅតែឯងក្នុងព្រៃគាត់និយាយថា I don't have anything ប៉ុន្តែគាត់បញ្ច្រាស់ទៅវិញថា but ប៉ុន្តែ but life's fantastic out here but life's fantastic out here out here មានន័យថា out មានន័យថាក្រៅ here មានន័យថាទីនេះអញ្ចឹង out here មានន័យថានៅក្រៅបែបនេះជីវិតគឺអស្ចារ្យ but life's fantastic out here ប៉ុន្តែជីវិតនៅក្រៅដាច់តែឯងបែបនេះគឺអស្ចារ្យគាត់ចង់និយាយអញ្ចឹងបាទសូមអានពីលើមកម្ដងទៀតតាមខ្ញុំឲ្យរៀងលឿនជាងអំបញ្ញមិញ Hello my name's Mike Brook I'm from Alaska I have a small cabin in the woods I don't have a car a TV, a radio, or a phone. I don't have a job. I don't have any money. I don't have any family. I don't have anything. But life's fantastic out here. បាទបញ្ជាក់ពី anything បន្តិច anything ហ្នឹងគឺជាសព្វនាមមិនច្បាស់ហើយណា anything គឺមានន័យថាអ្វីដែលអ្វីខ្លះអ្វីហ្នឹងដែលមានចំនួនបន្តិចបន្តួចដែលមិនមានច្រើនទេតែមានខ្លះវាស្មើនឹង something ដែរបាទគ្រាន់តែប្រយោគបដិសេធហើយគាត់យល់ខ្លួនគាត់ថាប៉ុន្តែជីវិតគឺអស្ចារ្យនៅក្រៅបែបនេះបាទយើងនៅសល់តែបទតែមួយទៀតតែប៉ុណ្ណោះយើងនឹងចប់ហើយសូមអានតាមខ្ញុំហើយបកប្រែសូមអានតាមខ្ញុំពីរដងក្នុងមួយ clear Hello there Hello there Our names are Laura and Tim Johnson Our names are Laura and Tim Johnson ឈ្មោះរបស់ពួកយើង our ប្រែថារបស់យើងឬក៏របស់ពួកយើងឈ្មោះរបស់ពួកយើងគឺ Laura និង Tim Johnson We're from Chicago We're from Chicago
យើងមកពីរដ្ឋ Chicago we're from គឺคล้ายមកពី to be from អញ្ចឹងកន្លែង to be កាលណាប្រើជាមួយ we គេបំបែកទៅជា are ហើយកាត់ទៅទៀតទៅជា we're from Chicago យើងមកពីរដ្ឋ Chicago I'm a nurse អញ្ចឹង Laura គាត់និយាយខាងប្រពន្ធគាត់និយាយគាត់ជាកេលានុបដ្ឋាយិកាបើប្រុសកេលានុបដ្ឋាអញ្ចឹងទៅកេលានុបដ្ឋាយិកាគឺអីគឺពេទ្យដែលថែអ្នកជំងឺបាទពេទ្យដែលថែអ្នកជំងឺគឺមិនដល់ថ្នាក់ដុកទ័រទេគឺជាពេទ្យដែលថែទាំអ្នកជំងឺពេទ្យដែលមើលការខុសត្រូវផ្នែកជំងឺផ្ទាល់ណា I'm a nurse and Tim has a job in a factory and Tim has a job in a factory ហើយ Tim នេះគឺប្តីរបស់គាត់ហើយ Tim មានការងារនៅក្នុងរោងចក្រ factory រោងចក្រយើងឃើញពាក្យ Tim គឺសំដៅទៅលើគាត់ណាអញ្ចឹងកន្លែង have គឺគេបំបែកទៅជា has Tim has a job in a factory កាលណាឈ្មោះនិយាយពីគាត់ឬក៏និយាយពីនាងអញ្ចឹងគឺគេប្រើ to have ហ្នឹងបំបែកទៅជា has ហើយ Tim មានការងារនៅក្នុងរោងចក្រ We don't have a big houseយើងមិនមានផ្ទះធំទេ We don't have a big house but we have a nice apartment បាទយើងរៀនរួចហើយ nice apartment ប៉ុន្តែយើងមានផ្ទះល្វែងស្អាតមួយខ្នងអញ្ចឹងណា We have two cars បាទយើងមានឡាន2 I have a new Toyota ខ្ញុំមានឡាន Toyota ថ្មីមួយ Tim doesn't have a new car Timមិនមានឡានថ្មីទេបាទអញ្ចឹងកន្លែងបដិសេធប្រើជាមួយ Tim ដែលតំណាងឲ្យគាត់អញ្ចឹងក៏គេប្រើ doesn't ដែរគេអត់ប្រើ don't ទេអញ្ចឹងយើងប្រែប្រួលអញ្ចឹងកាលណាសព្វនាមបុរិស័ក្តិសព្វនាមទី3ឯកវចនៈហ្នឹង he she it ហ្នឹងឬក៏ជាឈ្មោះហ្នឹងគឺយើងប្រើបំបែកទៅជាកន្លែងបើសិន do គឺ doesn't ហើយបើសិនប្រើ have ទៅទេគឺទៅជា has សូមអានពីលើម្ដងទៀតបាទ Hello there Our names are Laura and Tim Johnson We're from Chicago I'm a nurse and Tim has a job in a factory We don't have a big house but we have a nice apartment We have two cars I have a new Toyota Tim doesn't have a new car បាទនៅក្នុងការនិយាយនៅពេលដែលយើងដឹងអត្ថន័យថាពាក្យ have ប្រែថាមានហើយយើងនិយាយឲ្យលឿនគឺចង់និយាយថាបើយើងនិយាយថាខ្ញុំមាន I have អញ្ចឹងទៅគាត់មាន he has អញ្ចឹងទៅគឺមានន័យថានិយាយមិនបាច់គិតទៀតទេមិនបាច់គិតថាដាក់ប្រធានដាក់កិរិយាសព្ទអីទៀតទេគឺដឹងតែថាខ្ញុំមានគឺ I have អញ្ចឹងមកគេមាន they have គឺឲ្យលឿនអញ្ចឹងណាដើម្បីឲ្យយើង replay នៅការនិយាយបានលឿនអញ្ចឹងយើងចាប់យកខ្លី clear ខ្លីជាមុនសិនចង់និយាយថាគាត់មានឡាននេះអញ្ចឹង he has a car ឬក៏ he has a new car អញ្ចឹងទៅគឺយើងនិយាយឲ្យលឿនវាហ្នឹងបាទហ្នឹងជាក្បួនដែលយើងនិយាយចេញពីយឺតទៅលឿនហើយយើងដឹងអត្ថន័យហើយយើងនិយាយដោយមិនបាច់គិតថាដាក់តម្រៀបថាប្រធានតម្រៀបកិរិយាសព្ទតម្រៀបកម្មបត្តិអីទៀតទេដឹងថា clear និយាយថាគាត់មានឡានខ្ញុំមានផ្ទះអីចឹងនិយាយទៅតែម្ដង I have a house I have a nice apartment អីនិយាយលឿនទៅតែម្ដងហ្នឹងជាក្បួនបាទយើងបញ្ចប់អត្ថបទរបស់យើងសូមអានតាមខ្ញុំពីរដង He has an old Corollaគាត់មានឡាន Corolla ចាស់មួយគ្រឿងអញ្ចឹងគាត់និយាយពី Tim ប្តីគាត់ហ្នឹងគឺ Tim ហ្នឹងមានឡាន Corolla គាត់អត់មានឡានថ្មីទេ He doesn't have a new car he has only an old Corolla It's beautiful បានវាចាស់មែនប៉ុន្តែវាស្អាត
It's beautiful វាស្អាត and we have two great kids and we have two great kids ហើយ and នឹងប្រែថានឹងឬក៏ហើយយើងបកប្រែឲ្យសមតាម clear ហើយយើងមានកូនកូនអស្ចារ្យ2រូបបាទកូនអស្ចារ្យមិនមានន័យថាគួរឲ្យស្រឡាញ់មើលទៅវាស្អាតមើលទៅវាថ្លោសឬក៏មើលទៅវារៀនបកែវាឆ្លាតមិញគឺគាត់យល់ខ្លួនឯងថាកូនគាត់ great ណាគាត់កូនអស្ចារ្យ we have two great kids មកប៉ុន្តែពាក្យ kid ហ្នឹងមានន័យថាកូននឹងនៅទូចនៅឡើយទេគាត់បើ children ដូចជា Angelina គាត់និយាយ children ហ្នឹងប្រហែលជារៀងកូនហ្នឹងរៀងធំបន្តិចព្រោះ kid គេប្រើក្នុងលក្ខណៈកុមារតូចនៅឡើយបាទអញ្ចឹង and we have two great kids lives good អញ្ចឹងគាត់យល់ថាជីវិតរបស់គាត់ហ្នឹងគឺជីវិតគឺល្អប្រសើរអញ្ចឹងទៅណាអញ្ចឹងនេះជាគ្រួសារធីមនឹង Laura ដែលគាត់មានជីវភាពមធ្យមបាទគាត់មានការងារទាំងពីររូបហើយមានឡានមានកូនអីចឹងទៅបាទសូមអានពីលើម្ដងទៀត He has an old Corolla it's beautiful and we have two great kids lives good បាទសូមអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់សិក្សាពីសំណាក់ប្រិយមិត្តទាំងអស់គ្នាហើយខ្ញុំទុក homework សម្រាប់លោកអ្នកធ្វើនៅផ្ទះក្នុងចំណោមជីវិតទាំង3គាត់ទាំង3ពួកហ្នឹងគាត់ទាំង3ចង់និយាយថា3គ្រួសារហ្នឹងគឺសូមជ្រើសរើសយកមួយដែលលោកអ្នកពេញចិត្តហើយសួរនិងឆ្លើយជាភាសាអង់គ្លេសបាទម្ដងទៀតសូមជ្រើសរើសមួយក្នុងចំណោម3ហ្នឹងសួរនិងឆ្លើយជាភាសាអង់គ្លេសគឺសំណួរខ្ញុំឲ្យជាភាសាខ្មែរខ្ញុំនិយាយហើយសូមលោកអ្នកកត់ត្រាដើម្បីបកប្រែជាអង់គ្លេសសួរផងឆ្លើយផងណាអញ្ចឹងទី1តើគាត់ឈ្មោះអ្វីបើយើងយក2នាក់នោះតើពួកគាត់ឈ្មោះអ្វីខ្លះអីចឹងទៅណាបាទទី2តើគាត់មកពីឯណាបើ2នាក់នោះគឺពួកគាត់មកពីឯណាទី3តើគាត់ឬក៏តើពួកគាត់ធ្វើការអ្វីទី4តើគាត់ឬក៏ពួកគាត់មានអ្វីខ្លះទី5តើជីវិតគាត់បែបណាអញ្ចឹងសូមសួរជាភាសាអង់គ្លេសហើយសួរឆ្លើយជាភាសាអង់គ្លេសអញ្ចឹង homework មានតែប៉ុណ្ណឹងសូមលោកអ្នកធ្វើលំហាត់ហើយផ្ញើចម្លើយមកកាន់ខ្ញុំ so that's all for our lesson today thank you very much for your paying attention in studying English with me I hope that you do your best in at home to complete your homework and send your answer to me anytime I'm waiting for you and see you in the next lesson បើលោកអ្នកមានចម្ងល់សូមសរសេរ email មកកាន់ pichkim3@gmail.com ឬក៏ផ្ញើសារមកកាន់ my Facebook Kim Pitch ដែលមានរូបថតរបស់ខ្ញុំចំពោះលោកអ្នកដែលមិនទាន់បានចុច subscribe គឺលោកអ្នកអាចចុច subscribe